ស្វាគមន៍លោកអ្នកមកកាន់ថ្នាក់រៀនភាសាអង់គ្លេសសម្រាប់សិស្សខ្មែរ English for Khmer students. How are you everyone? Welcome back to our lesson today. Let's repeat the new phrase after me. I'd like to cash this check. I'd like to cash this check. Check គឺពាក្យសាមញ្ញថាសាច់សាច់គឺជាกระดาษដូចលុយចឹងដែរក៏ប៉ុន្តែគេមិនអាចយកទៅចាយនៅលើទីផ្សារដូចជាចរាចរណ៍លុយបានទេពីព្រោះសាច់ជាតំណាងដោយវាជាក្រដាសមួយសន្លឹកតំណាងលុយ 10,000 20,000 អញ្ចឹងជាដើមវាជាលុយដែលតំណាងក្រដាសធំវាមានលក្ខខណ្ឌខ្លះទៅទៀតបើលុយយើងហុចចាយឲ្យគ្នាទៅវិញទៅមកបានតាមសេរីតែសាច់វាត្រូវមានការសញ្ញេវាមានត្រូវការដោះដូរជាលុយទៅវិញអញ្ចឹងសាច់ខុសគ្នាអ្នកធ្លាប់ចាយសាច់ក៏ដឹង Okay, I'd like to cash this check ខ្ញុំចង់បដូរសាច់នេះទៅជាលុយ I need some identification too. I'll need some identification too. ខ្ញុំត្រូវការអត្តសញ្ញាណផងដែរអត្តសញ្ញាណដូចជាបានបើកបរអត្តសញ្ញាណប័ណ្ណអីគេចង់ដឹងគេឃើញមុខមនុស្សប៉ុន្តែគេមិនដឹងថាអត្តសញ្ញាណនឹងជាសិស្សឬក៏ជាបុគ្គលិកក្រុមហ៊ុនឬក៏ជាអ្វីឬក៏ជាជនបរទេសឬក៏ជាជនបរទេសតែជាមកពីប្រទេសណាអញ្ចឹង I'll need some identification too. Is my driver's license all right? Is my driver's license all right? តើបានបើកបររបស់ខ្ញុំមិនអីទេប្រើបានទេ Just sign and date it គ្រាន់តែចុះហត្ថលេខាហើយដាក់ថ្ងៃខែមកបានហើយ I have a stamp ខ្ញុំមានត្រា I'm expecting a transfer ខ្ញុំកំពុងសង្ឃឹមឬក៏កំពុងរង់ចាំការវេលុយ transfer. What's the exchange rate of your country's currency? What's the exchange rate of your country's currency? Exchange rate អត្រាប្តូរប្រាក់តើអ្វីជាអត្រាប្តូរប្រាក់ឬក៏អត្រាប្តូរប្រាក់នៅក្នុងស្រុករបស់លោកអ្នកយឺតដូចម្ដេចដែរចង់និយាយថាអូនថាលុយដុល្លារទៅខ្មែរអញ្ចឹងអត្រាប្រមាណអញ្ចឹងគេចង់សួរអញ្ចឹង Stores will add sale tags to the price. Stores will add sales tags to the prices. Include sales tags.តូបលក់អីវ៉ាន់នឹងបញ្ចូលពន្ធដែលបានមកពីការលក់ sales tax to the price សំទោសមិនពន្ធបានមកពីការលក់ឯពន្ធលើតម្លៃលក់បញ្ចូលទៅលើតម្លៃខ្ញុំឧទាហរណ៍ថារបស់នឹងត្រូវលក់ 10,000 អញ្ចឹងគេបូកបញ្ចូលនឹងពន្ធលក់ទៀតទៅវា 12,000 អីចឹងទៅអញ្ចឹងកន្លែងខ្លះទៀតគេដាក់នៅផ្លាកទំនិញ 10,000 តែ 10,000 ហ្នឹងអត់ទាន់បញ្ចូលពន្ធនៃការលក់ទេអញ្ចឹងដល់ពេលគិតលុយ 12,000 ដោយបូកថែមពន្ធទៀតទៅអញ្ចឹងគេហេតុអីបានពីរផ្នែកអញ្ចឹងគឺពេលខ្លះយើងដឹងថា 12,000 យើងអត់ដឹងពន្ធប្រហែលនេះយើងស្មានថាអ្នកលក់គាត់លក់ថ្លៃដល់ពេលគាត់ដាក់ផ្សេងអញ្ចឹងបានយើងដឹងអូពន្ធរត់គេយកដល់ទៅ 2,000 អីចឹងទៅអញ្ចឹងពេលខ្លះគេដាក់រួមបញ្ចូលបើបន្តិចតួចទេពេលខ្លះគេមិនបាច់ដាក់
រួមបញ្ចូលទេគេគិតផ្សេងដើម្បីឲ្យយើងដឹងថាពន្ធវាតម្លៃប៉ុណ្ណេះអញ្ចឹង include sales tax រួមបញ្ចូលទាំងពន្ធនៃការលក់ Stores add the tax to the price. Stores add the tax to the price. ហាងទំនិញបូកបញ្ចូលពន្ធទៅលើតម្លៃ Okay, please read again faster. I'd like to cash this check. I'll need some identification too. Is my driver's license all right? Just sign and date it. I have a stamp. I'm expecting a transfer. What's the exchange rate of your country's currency? Stores will add sales tax to the prices. Include sales tax. Stores add tax to the price. Here are our conversation and the title is checks. Side. The conversation between the buyer and the seller. The seller. Next. Good morning. សូមអញ្ជើញអ្នកបន្ទាប់អរុនសួស្តីចា Good morning. I'd like to cash this check please. អរុនសួស្តីខ្ញុំចង់បដូរសាច់នេះទៅជាលុយសុទ្ធចា Okay. $200. Oh, you haven't signed it. Okay. $200. អូអ្នកមិនទាន់បានចុះទៅលេខានៅឡើយទេនៅលើសាច់នឹងទេ Really? Oh, I'm sorry. There you go. ប៉ុន្មានណាអូខ្ញុំសុំទោសនេះអ្នកនាង How would you like the money? តើអ្នកចង់បានលុយប្រភេទដូចម្តេចដែរ 20s. Please. លុយកតា20មក And could I have $20 in a smaller bill? តើខ្ញុំអាចមានកតាមួយស្លឹកកតា20មួយស្លឹកជាលុយរាយមកជាលុយសន្លឹកតូចៗជាងនឹងជាលុយរាយ Sure. ចាបាន Okay ណែ Okay. Here 20 40 60 80 100 120 140 160 180 190 195 6 7 8 9 200 ចានេះគឺ20 40 60 80 100 120 140 160 180 190 95 96 97 98 99 $200. Okay, now the conversation between C and D. I'd like to get this. ខ្ញុំចង់ទិញអានេះ But I don't have enough cash on me. តែខ្ញុំអត់មានលុយសុទ្ធនៅជាប់ខ្លួនទេ Do you take travelers checks? តើអ្នកអាចទទួលយកសាច់សម្រាប់អ្នកធ្វើដំណើរបានទេជំនួសលុយ Yes, of course. ចាបាន Good. Here you are. ល្អណាស់អញ្ចឹងនេះអ្នកនាង Thank you. I'll need some identification too. អរគុណអាចារ្យខ្ញុំក៏ត្រូវការអត្តសញ្ញាណខ្លះដែរ Sure. Is my driver's license all right? ចាបានតើបានបើកបររបស់ខ្ញុំប្រើបានទេ Yes, that's fine. ចាបាន Just sign and date it. គ្រាន់តែចុះទៅលេខាហើយដាក់ថ្ងៃខែមកណា I have a stamp with the store's name. ខ្ញុំមានត្រាដាក់ឈ្មោះហាងហើយ
Okay, next conversation between E and F. Hello, can I help you? Thank you. My name is Tahiko Ikuyama. សួស្តីលោកតើខ្ញុំអាចជួយលោកមិនបានខ្លះទៅអរគុណហើយខ្ញុំឈ្មោះ Taiko Ikuyama. I'm expecting a transfer from my bank in Tokyo. ខ្ញុំកំពុងរង់ចាំការវេលុយពីធនាគាររបស់ខ្ញុំនៅតូក្យូ Let me see ចាំខ្ញុំមើលសិន Here it is អូនេះឃើញហើយ Ikuyama $3,000 from the Fuji Bank in Tokyo $3,000 ពីធនាគារ Fuji Bank នៅតូក្យូ Do you have your driver license with you តើលោកមានជាប់នៅប័ណ្ណបើកបរជាមួយលោកមកទេ No, but I have my passport. Will that be all right? ទេខ្ញុំមានតែ passport តើអាចយកជាការបានទេ Yes, of course. ចាបានចា Okay, that's all for our lesson, and here is your homework. Please answer. What is the exchange rate between your currency and the US dollar? American bills are all the same size and the same color. What about your country's currency? Is it better for bills to be different colors and sizes? Why and why not? In the USA and Canada, most stores accept traveler's check. What about your country? Okay, next, the largest US coin is the dollar. The smallest bill is $1. What about your country's currency? In some parts of the USA and Canada, stores will add sales tax to the prices. Example, Florida sales tax is 6%. Are there sales taxes in your country? Does the price in the store include sales tax, or does the store add the tax to the price? Okay, thank you for this lesson studying. See you in the next lesson. Do you like my video? Please give thumbs up, or if you have any more questions, please write in the comment below or send to my email pichkim3@gmail.com or my Facebook Kim Peach. And if you have not yet subscribed, please subscribe to receive more.